រកកន្លែងសម្រាប់ជើងតិចបងប្អូនដើម្បីញ៉ាំទឹកញ៉ាំអីបងប្អូនបាទព្រោះខ្ញុំត្រូវធ្វើការម៉ោង6កន្លះអញ្ចឹងខ្ញុំដល់សល់ពេលចិត្តជាង1ម៉ោងទៀតអញ្ចឹងខ្ញុំសម្រាប់ជើងសិនបងប្អូនសម្រាប់ជើងសិនជាស្រួលបងប្អូនបាទលឺល្មមបាទព្រៀងបាទអញ្ចឹងយើងសម្រាប់ជើងមួយញ៉ាំទឹកញ៉ាំអីសិនបាទយើងដោះកាមេរ៉ាទុកអញ្ចឹងណាបងប្អូនបាទយើងថតតាមត្រឹមប៉ុណ្្នឹងសិនទៅបាទហើយចាំថ្ងៃក្រោយយើងបន្តទៀតបាទយើងមើលឃើញថាយើងមានវីដេអូក្រៅដែរបងប្អូនបាទអញ្ចឹងយើងកាត់តែ 4-5 នាទីដាក់ Facebook ក៏ល្អដែរបងប្អូនបាទនេះគឺទីស្នាក់ការអញ្ចឹងគួយចុះលេងសិនបងប្អូនបាទទេបងទីស្នាក់ការខ្ញុំទេសភាពសុខសាន្តសុទ្ធសាធអូយអេមណាស់បងប្អូនបាទឥឡូវខ្ញុំស្លេះមួយសិនណាបងប្អូនបាទអូខេបន្តទៀតឥឡូវយើងចាប់សកម្មភាពតាមផ្លូវជាលេខ6ចាក់ពី Apollo Plaza បាទស្ថានីយ៍ចាក់សាំងហើយឆ្លងកាត់បូរីទេសចរបងប្អូនបាទហើយសំឡេងពីខ្លះវាឮមិនល្អសោះខ្ញុំចង់រកម៉ៃណាដែលចាប់សំឡេងអត់ប្លោបាទចាប់ច្បាស់ចឹងណាហើយឥឡូវយើងបន្តទៀតបងបាទតាមគីបមានបន្តchoជូនបងប្អូនបានទស្សនាតែម្ដងណានេះគឺជាផ្លូវបរិយាទេសចរបងមកទេសចរផ្លូវនេះរៀងងឹតតិចបាទប៉ុន្តែសកម្មភាពនៅតែចាប់បានបងប្អូនបាទពលីប៉ុណ្ណាយើងចាប់យកប៉ុណ្ណឹងបងប្អូនបាទហើយទៅជាស្រាប់បងប្អូនបាទខ្យល់នៅនេះល្អមែនទែនបាទយ៉ាប់ខ្លះឡើយខ្លះមានកម្មវិធីខាងមុខគឺរៀនវិការរំលឹកមានពលឺភ្លើងស្អាតគេរៀបមកហើយពលឺបានដូចគឺពណ៌មាសខ្ញុំថាគេរៀបតាមលក្ខណៈធម្មជាតិការហ្នឹងបាទស្វាយធំបាទវងស្វាយធំឬក៏ការរំដួលបងប្អូនឮថាពាក្យថាការរំដួលនឹងគឺវងស្វាយធំហ្នឹងហើយបងប្អូនបាទហើយវីដេអូនេះខ្ញុំអាប់ឡូតទៅលេងបណ្ណាយកបណ្ណឹងបងប្អូនគុំបកកាយមកបានបាទព្រោះបច្ចេកទេសនៃការប្រើប្រាស់ឧបករណ៍ស្រូបសំឡេងវាបានប៉ុណ្ណឹងបាទថាថ្ងៃក្រោយខ្ញុំមានលទ្ធភាពខ្ញុំដូរឧបករណ៍ស្រូបសំឡេងឲ្យមានលក្ខណៈបច្ចេកទេសខ្ពស់ជាងនេះបាទហើយតែបច្ចេកវិទ្យាចាប់សំឡេងល្អស្វ័យធំបងប្អូននេះរងមួយគេបងអុបណាបាទការរំដួលបាទយើងឆ្នៃប្រឌិតថាហើយកន្លែងនេះមានការ៉ាសសាំងហើយមានកន្លែងញ៉ាំអាហារឆ្ងាញ់បាទអាហារបែបអ្នកភូមិវត្តទូទៅមិនដែលគ្រាន់ថារសជាតិអាចទទួលយកបានបាទហើយទូទៅខ្ញុំចូលម៉ោងពេលអីចឹងទៅខ្ញុំតែទិញអាហារនំនឹងដែរមុនហើយបាយមានបាយមិនស្ងោរមានបាយសាច់ជ្រូកមានកាទៀវមានអីហ្នឹងបងប្អូនហើយមានកាហ្វេឆុងដោយដៃបាទឆ្ងាញ់ណាស់បងប្អូនជាពិសេសខ្ញុំឧស្សាហ៍ជាងគេនៅកន្លែងនេះគឺការអាំងសាច់របស់គាត់ហ្នឹងជាសូមបាយសាច់ជ្រូកគឺឆ្ងាញ់មែនទែនបាទប៉ុន្តែនេះអត់ទាន់ឃើញលក់បងប្អូននៅលក់អត់ទាន់បើកលក់ហ្នឹងនៅម្ដុំនេះបងប្អូនអូនៅកណ្ដាលបងប្អូនគាត់ខាងមួយនៅខាងមុខបាទបាទខាងមុខនេះពួកเราจะតាមអាំងសាច់អាំងអីហ្នឹងបងប្អូនដបទឹកម្ដបយើងទៅបងប្អូនឈប់ថ្ងៃនេះកន្លែងណាហត់ឈប់ញ៉ាំទឹកញ៉ាំអីយើងទៅណាបាទហើយថ្ងៃនេះរឿងយប់ទីបងប្អូនធ្វើដំណើរទៅយប់បងប្អូនត្រូវតែពូកែមួយផ្លូវណាបាទ
ช่องมือផ្លូវព្រោះយើងអាចមានរមោបងប្អូនយើងដឹកអីវ៉ាន់មកលក់ក៏ដូចជាទុកអញ្ចឹងណាទុកខ្លះក៏គាត់អត់ដាក់ភ្លើងពីក្រោយបាទយើងអត់ថាគាត់មិនទេគាត់ដាក់ទៅគាត់ដើម្បីអីសុវត្ថិភាពអ្នកធ្វើដំណើររឿងគ្នាបាទក៏ដូចជាសុវត្ថិភាពបងប្អូនដែរបាទហើយទុកខ្លះដឹកភ្លើងវាមិនមែនទុកដែលគាត់ធ្វើដំណើរម្នាក់ឯងខ្ញុំថាគាត់ដឹកភ្ញៀវទៅលៀនមុនហោះក៏ដូចជាបងប្អូនគួរតែដើរបងបាទនេះថាយើងមានការសាំងទូទៅបងប្អូនឥឡូវនេះបងប្អូនអស់ប្រេងអីមិនពេកបងប្អូនចេញពីក្រុងសៀមរាបហើយមានការសាំងបើ24ម៉ោងគឺយើងនៅមានកន្លែងស្ថានីយ៍ឥន្ធនៈសម្រាប់គ្រប់គ្រងការធ្វើដំណើររបស់បងប្អូនបាទថាទៅទីជិតទីឆ្ងាយបងប្អូនចាក់មកពេញទៅគឺយើងធានាបាននៅការបើកបរដល់គោលដៅបាទហើយបងប្អូនខ្លះគាត់ប្រើអ៊ីនធឺណិតគឺគាត់រើសក្រុមហ៊ុនដែរណាអញ្ចឹងយើងមានច្រើនក្រុមហ៊ុនសម្រាប់បងប្អូនបាទអញ្ចឹងតាមកម្រិតនៃការជឿជាក់របស់បងប្អូនបាទមួយផ្លូវនេះតែផ្លូវស្វាយធំឥឡូវចាក់ជិតដល់ស្ពានក្អែកបងប្អូនបាទគឺជួយចូលដល់ទឹកដីបាគងបាទទឹកដីបាគងគឺងឹតបាទដោយសារដើមឈើច្រើនបងហើយគឺស្ទាបពីយប់ថាបានប៉ុណ្ណឹងបាទពេលបងប្អូនដូចនិយាយណាបងប្អូនយើងក៏ធ្វើដំណើរអញ្ចឹងទៅរឿងងឹតអញ្ចឹងទៅបើមានភ្លើងអញ្ចឹងគឺល្អមែនទេបងប្អូនក៏ទៅផ្សារទៅអីអញ្ចឹងទៅរឿងពូយន្តឬក៏រមោខ្លះបងប្អូនក៏អត់ដាក់ភ្លើងក៏អត់យល់ដល់ពីច្បាប់សុវត្ថិភាពអញ្ចឹងគាត់អត់គិតទេណាពេលខ្លះผมក៏មានបញ្ហាបាទគឺគាត់ទទួលរងនៅហៅផលប៉ះពាល់ចឹងបងប្អូនយើងគួរតែធ្វើឡើងវិញណាបាទពេលនេះយើងយកគេអីមានលើមានអីយើងមើលទៅឃើញតែម្ដងបាទវាឃើញនៅពេលយប់ចឹងអ្វីដែលអាចមើលឃើញនៅពេលយប់គឺពន្លឺហ្នឹងហើយបាទបងប្អូនអត់ដាក់សោះចឹងបង្កបញ្ហាបាទអ្នកធ្វើបន្តរឿងគ្នាថាត់ពេលវេលាចឹងណាបាទតែឡើយនេះងាយទៅបងបាទពីបងប្អូនវាជ័យបងប្អូនត្រូវទៅមើលឲ្យបានគ្រប់ជ្រុងជ្រោយបាទគឺកណ្ដាលទៅជាស្រួលបាទបងប្អូននៅឡើយនេះមានលក់ទឹកឃ្មុំមានអីច្រើនបងប្អូនពេលថ្ងៃបងប្អូនឡើយនេះគេហៅថាស្ពានក្អែកបងប្អូនស្ពានក្អែកនេះគឺមានលក់ទឹកឃ្មុំមានលក់អីចឹងទៅហើយមកពីស្ពានក្អែកនេះទៅយើងមានកន្លែងលក់មុនអាងលក់អីបងប្អូនគឺពេលថ្ងៃគឺទៅបើកនេះហាងមុនអាងមុនអីទៅតាមផ្លូវចឹងណាបាទពេលថ្ងៃនេះបងប្អូនយើងបោកដៃជាយូរបាទច្រើនដល់ចូលញ៉ាំចូលអីគឺអមទៅកន្លែងនេះបាទកន្លែងនេះរឿងខ្យល់នេះបងប្អូននឹងថាបងប្អូនអាចស្ដាប់ឮការនិយាយរបស់ខ្ញុំបានប៉ុណ្ណាទេបងប្អូនហើយដោយសារម៉ៃខ្ញុំដាក់ក្នុងមួកសុវត្ថិភាពទោះបីលឺវារៀងគីឡូដែរបងខ្ញុំបានតេស្តរួចហើយអញ្ចឹងណាបាទនៅខាងមុខនេះមានបងប្អូនយើងដល់ឲ្យកង់បាទគាត់ហាត់ប្រាណគាត់តែគាត់ដាក់បន្លឺបាទកង់ខ្លះក៏អត់មានគាត់អមជំនួយកង់ដល់ភ្លឺបាទជារឿងល្អមួយដែរបងប្អូនចូលចិត្តទីកង់ដាក់បន្លឺយ៉ាងទៅបាទបើចំពោះម៉ូតូខ្ញុំគឺភ្លឺមុខក្រោយបាទអញ្ចឹងអត់មានអីបង្កជាបញ្ហាទេបងប្អូនជាស្រាប់បងប្អូនបាទនៅនេះគឺទេសភាពមានតាមវគីបាទបើយើងមើលឃើញវិញគឺយើងចឹងតែឥឡូវយើងចាប់ដើមព្រៀងហើយយើងឃើញទេសភាពព្រមតាមផ្លូវចឹងណាបាទ
rồi sụt co đấy vốn bà rất là bao mà tôi không biết nhưng mà tập đam chụp nhầm thực sân là sụt co bây giờ là dùng mấy những nhầm pray mà nhầm pray nhầm thực của học cho môi năng sạch ăn hay năng thực cưng cho môi năng play những bạn người riêng pray nó có riêng sụt co mà rồi cả nhầm thực ra và bạn ở đây khi là mình lưu lan thôi đang từ mấy chỗ vẫn như là mình đang gần đấy thì nếu chỉ tất nhiên là quê đây chỉ có thích đi qua thuê đồng nại real life nó thành một tôi đã dùng cho ông vui đã chỉ cái tập cách và tôi đã chỉ có thể dùng theo chúaคือยืนหนึ่งอยู่นี่ยังทอดเนี่ยพอพูดอยู่ในกับตัวกันนะไปประชุมบัตรวัดวันผัดลูกเริ่มพูดมาที่เธอนี่ก็ว่าทางยมเชื่อแต่เยอะอยู่หมดเลยเป็นอย่างเราปีนกอันนี้ทราบเป็นลูกประตูยังหัดเนื้อคืนvà dương vừa thương những thì dương bục cầuอยู่บ้างยังบางคนยังก็อดเชี่ยวศึกษาปีเรื่องสมบัติผิวดีกว่าเนี่ยเขาก็อบรมในนวมว่าอันนั้นคือบ้ายังอยู่บนก้อว่าจิกตาว่าจิกตาบนก้อดอยนู้ว่าเดินมีสวัสดิภาพในการฝึกนั้นนั่นก็จะแต่ฝึกตามเลยนะเชื่อผมเรียนบอกควรใช่ไหมนะบางคนยังเงียบโม่จะทำใครช่วยกันไปยังmột đầu sai càng như thế bạn bậc giống chụp to hay biết có vốn tôi bây đặt như mặt bàn là tôi cả ngay ngay thì vật tư cầm na rồi có sọc cầm na mấy rồi vốn tại rồi ngay như cái chụp người ta tôi cầm na tôi ngay rồi ngay và tôi đặt như mặt kia rồi lại càng gì cho ngay giống tôi là từ màu vàไอ้ปัญหาไปชมนั่นคือปัญหาเศรษฐกิจยังไงบนสายยังเคยจำนายถาวิกาจักสร้างแบบจุลรถยนต์แบบยืนยนต์มาเยอะนึงแบบไอ้การจำนายเปรย์วิลีแบบวิจารณ์มันเต้นแบบจังยังพูดเปรี้ยได้บางคนมันไปสมัยโคดาวได้ยังจองบ้านคือม้วนคือcô đào về trăm thái cái trai miền trầm đồ vật cuồng thuộc ấy nâng cơ sở và cô đào thì quý cái dùng dần xóm trọt và xóm lưới cả thì cô đào tí bấy cứ riêng ai thảo toàn dọc thuyền bỏ phôn dương mà rồi phôn dương mà thì dương rồi ca lùi cứ có thể sẵn khăn và phải chung rơi nơi càng nhiều thì mình nên dương cho các con hay bắt đầu bạn em tôi dương nơi không mấy nhớ nó còn họ tha và dương nơi không mấy dương trai đã khai khi rồi là bán bạn rồi hình còn dương trai khi mà khai rồi một tháng thì anh xong tôi khai trong tuần và nói dương chá dương cả năm mươi đồng họ tới cho là ta tra thay cá rồi con này tra trên môn có sao dương miền trai thôi và thấy sao dương gần miền trai thằng là cùng rung đấy thì dương không những cái bên chơi từ cả xóm từ cả chụp chung và từ từ sân phim từ cả cùng san phong sơn và tràn và còn là chúng tôi dương miền trung nô lò và dương miền trung nô lò cho dương và lò có bài và dương miền từ bà lưới nhưng bà lưới đấy và dương miền trên dương phải chơi đầm lê tốt và đầm lê tam giờ chúng ta đang có đôi chia chơi đầm lê tam giờ xong tới đây trong tay bóng vôn tam là từ đây bóng vôn ai chơi bàn nữa đấy và mình đã tôi chơi nhập chua sáo rồi rồi đây này cứ đâu chua sáo và chắc là cái tam đo lên để sụp sáo bóng vôn tôi đừng nói tôi giúpบางคนเคยแต่ปนอดตัวลือยืนกสิกรรมมีโดยเฉพาะเตอร์มี
ដូចជាគ្រូយន្តបាទព្រោះប្រភេទឧបករណ៍ទាំងអស់ហ្នឹងហើយក៏ចេញលឿនពីផ្ទះហ្នឹងបងចឹងទៅការធ្វើដំណើរគឺនៅស្រុកស្រែវិញគឺថាអត់មានអីគឺមានគ្រូយន្តមានគ្រូកបីមានត្រាក់ទ័រចេញជួស្រែចឹងតែបងប្អូនត្រូវតែប្រយ័ត្នបាទបើកដងគឺប្រយ័ត្នបាទសុខភាពល្អបាទហើយសម្រាប់រៀនពេកទៅណាបាទយើងមើលស្ថានភាពផ្លូវក៏ដូចខ្ញុំដែរផ្លូវណាដែលខ្ញុំអត់ដែរបើកគឺខ្ញុំអត់ទៅបើកទេបងប្អូនទៅចុះដល់ទីនៃជំនាញបើកដែរនៅនេះគឺថាខ្យល់ខ្លាំងបងអត់ដឹងថាការប្រើប្រាស់ម៉ៃសំឡេងស្រូបបានប្រមាណភាគរយទេបងប្អូនចឹងតែយើងនៅតែព្យាយាមចាស់បាទយកគុណភាពនិងអត្ថប្រយោជន៍ទៅជូនមកបងប្អូនទេសនាបងប្អូនព្រមប្រកបទីមុខនោះគឺលើកង់បងប្អូនយើងគាត់និយមជីកង់ជីឆ្ងាយគាត់មានពេលធ្វើបានជារឿងដ៏ល្អមែនទែនហើយការនិយមជីកង់នេះគឺល្អមែនទែនបាទសម្រាប់សុខភាពរាងកាយនិងផ្លូវចិត្តបាទឥឡូវនេះយើងមកដល់ផ្លូវបំបែកទៅពលិជនហោអន្តរជាតិសៀមរាបហើយបងប្អូនដែលផ្លូវបំបែកនេះគឺមានចម្ងាយផ្លូវត្រង់ជាង20គីឡូបាទផ្លូវធំស្អាតបាទទីស្រួលហើយក៏មានបងប្អូនយើងជីកង់ធ្វើដំណើរតាមនឹងដែរបងប្អូនបាទតាមភាពខ្ញុំនឹងអាប់ឡូតជារៀងរាល់ថ្ងៃបងប្អូនបាទវីដេអូខ្ញុំគឺខ្ញុំតាំងចិត្តឲ្យថាអាប់ឡូតវីដេអូជារៀងរាល់ថ្ងៃទៅបងប្អូនទេសនាឥឡូវខ្ញុំបើកកញ្ចក់គួរសិនបងប្អូនដើម្បីមើលផ្លូវឲ្យកាន់តែច្បាស់មុននឹងយើងឆ្លងផ្លូវឥឡូវឆ្លងយើងឆ្លងដល់ផ្លូវពលានហើយបងផ្លូវពលាននេះគឺយើងមើលឃើញអ្នកធ្វើដំណើរច្បាស់ហើយបងហើយក្នុងត្រាវេលានេះផងដែរគឺម៉ោង 5:09 នាទីពេលព្រឹកម៉ោងនៅកម្ពុជាហើយមានបងប្អូនជួយតាមស្រាវបងល្អហើយបងប្អូនបាទខ្ញុំក៏ចង់ដែរបងជីកង់វាពេលបានច្រើនបាទពេលបានច្រើនហើយសុបាយជីកង់រូបនេះវាសុបាយបាទល្អមែនទេបាទហើយកន្លែងខ្លះមានបងប្អូនយើងឈប់បាទហើយជាបងប្អូនធ្វើដំណើរដោយម៉ូតូនេះបាទហើយនេះស្អាតបងប្អូនបាទខេត្តរសាវិញគឺថាបងប្អូនធ្វើដំណើរផ្លូវចិត្តបងប្អូនស្រស់ស្រាយបាទហើយមានវាលស្រែធំរបស់លោកវិញបាទនេះដល់មក県ទៀតបងពួកគាត់ជានារីបាទជីកង់អេមបាទបងប្អូនប្រហែលស្រស់ស្រាយបងពលឺនេះមិនច្បាស់បន្ទូសុខភាពព្រោះវាម្យ៉ាងម្នាក់ហ្នឹងនិយាយថាការធ្វើដំណើរបងប្អូនយើងគឺជីកង់បានឆ្ងាយហ្នឹងដល់1គីឡូដល់អូយើងថាបងប្អូនមានកំត្រឹបចេញពីខេត្តបាទចេញពីក្រុងធ្វើទៅកាន់រមណីយដ្ឋានធម្មជាតិអីចឹងបាទខេត្តជំនឿសម្បូរបងប្អូនមិនចាញ់ខេត្តទីវិញទេបងប្អូនបាទខេត្តទីវិញទេគាត់ថាគេភ្នំសិនចឹងណាតែជំនឿមានទាំងភ្នំមានទាំងបឹងបួរមានទាំងប្រាសាទបុរាណមានទាំងទីក្រុងបាទមានទាំងជនបទតែជួនបងប្អូនបានទេសនាគ្រប់កន្លែងហើយទៅពីវត្តការនៅក្នុងខេត្តសៀមរាបគឺប្រជាជននៅមានការរស់នៅបែបបុរាណច្រើនដែរបងប្អូនដូចនៅភូមិព្រះដាក់ដូចនៅភូមិនៅស្រុកបន្ទាយស្រីនៅស្រុកប្រាសាទបាត់គោងបាទហើយប្រជាជនយើងរស់នៅតាមបែបបុរាណច្រើនហើយម្ហូបអាហារក៏នៅរក្សាម្ហូបអាហារបែបបុរាណច្រើនបាទដូចជានំចុកចឹងបងប្អូននំចុកគឺវាមាននំចុកសម្លប្រហើរនឹងគឺជានំចុកបុរាណហើយបងប្អូនបាទសម្លប្រហើរនំចុកសម្លព្រៃបាទនំចុកសម្លការីហើយគាត់ទុកថាជាការអាប់ដេតមួយបាទមានអាមុខយើងអាមុខបុរាណយើងគឺធ្វើពីស្លឹកញោបាទហើយតែមកយើងមានអាមុខដែល
យើងឆ្នៃបន្ថែមមានមុខសាច់ជួងមួយទៀតណាបាទទីស្ពានតាមនេះខ្ញុំនឹងថាបងប្អូនអាចជួយចិត្តដល់ចាក់ទៀតបាទបាទបាទខ្ញុំទៅមុខបាទទៅបងប្អូនបាទខ្ញុំទៅទៅទៅបានស្ដាប់វីដេអូជា19នាទីដល់30នាទីបាទ2នាទីបងប្អូនបាទខ្ញុំឆ្លងទៅបងប្អូនមិនដឹងថាបងប្អូនអាចស្ដាប់ឮច្បាស់អត់ទេបាទតែខ្ញុំក៏សប្បាយចិត្តដែលបានមានវីដេអូចែកជូនបងប្អូនបានទស្សនាបាទការធ្វើមាតិកាវាអត់ស្រួលទេបងប្អូនបាទតែឲ្យទាមទារឲ្យយើងប្រើប្រាស់ពេលវេលាបាទហើយបងប្អូននឹងចាប់មកទៅនឹងបងប្អូនក៏អត់ដាក់ភ្លើងលំងទៅខ្ញុំអត់ទេនិយាយអានោះបងចិត្តដាក់ដល់ចំណើផ្លាត់អីមួយទៅឲ្យគេមើលឃើញហ្នឹងបាទធ្វើនេះក៏អត់ស្រួលបងប្អូនតែរយវិធីច្នៃប្រឌិតបាទដូចជាអញ្ចឹងពេលវេលាវាអត់ទៀងទៅការធ្វើវីដេអូវាអត់បានស្បោះក្បាយអត់បានល្អបាទគឺទៅមើលទៅបងប្រើប្រាស់ពេលវេលានិងកម្លាំងកាយបាទតែកម្លាំងកាយយើងអត់ដល់យើងធ្វើវីដេអូក៏វាអាចសកម្មអាចអត់មានគុណភាពអីច្រើនទេណាចឹងមានតែជាយាមធ្វើឆ្នៃប្រឌិតទេបងប្អូនបាទជាស្រាប់ហើយរៀបខ្យល់តិចហ្នឹងហើយខ្ញុំដាក់វីដេអូចែកជូនបងប្អូនអាប់ឡូតរាល់ថ្ងៃបាទ YouTube ខ្ញុំការទៅថ្ងៃខ្លះខ្ញុំអាប់ឡូតដល់3វីដេអូក៏មានដែរហើយដំបូងខ្ញុំអាប់ឡូតទៅបងប្អូនបាទអត់ទៅដំបូងអាប់ឡូតតាមហ្នឹងទៅហើយខ្ញុំបានអាប់ឡូតជាច្រើនការដែរបាទអាប់ឡូតបានតិចដែរពីមួយដោយសារ YouTube យើងអត់គ្រប់គ្រងការអញ្ចឹងរាល់ការអាប់ឡូតគឺ YouTube អត់បានជួយរក viewer ឲ្យខ្ញុំទេបាទអត់បានម៉ោងទេហើយទីពីរ YouTube គឺយើងកាត់ម៉ោងចេញពីchannel របស់ខ្ញុំដោយសារយើងអត់គ្រប់គ្រងការតែឥឡូវនេះមកយកពេលនេះគឺខ្ញុំអាប់ឡូតទៅមាន viewer ឡើងមកវិញហើយមាន subscriber ច្រើនចូលខ្ញុំអាប់ឡូតទៀតបងប្អូនព្រមតែបងប្អូននៅតែបន្តគ្រប់គ្រងស្នាដៃធ្វើវីដេអូរបស់ខ្ញុំបាទគោលដៅគឺយើងធ្វើយូរវែងហើយគោលដៅគឺយើងចង់បានប្រណិតភាពដូចគ្នាអញ្ចឹងបងប្អូនបាទហើយឥឡូវខ្ញុំបាត់ទៅរកកន្លែងសម្រាប់ជើងពេកបងប្អូនដើម្បីញ៉ាំទឹកញ៉ាំអីបងប្អូនបាទព្រោះខ្ញុំត្រូវធ្វើការម៉ោង6កន្លះអញ្ចឹងខ្ញុំដល់សល់ពេលចិត្តជាង1ម៉ោងទៀតអញ្ចឹងខ្ញុំសម្រាប់ជើងសិនបងប្អូនសម្រាប់ជើងសិនជាស្រួលបងប្អូនបាទលឺល្មមបាទព្រៀងបាទអញ្ចឹងយើងសារៈជើងមួយញ៉ាំទឹកញ៉ាំអីសិនបាទយើងដោះកាមេរ៉ាទុកអញ្ចឹងណាបងប្អូនបាទយើងថតតាមត្រឹមប៉ុណ្្នឹងសិនទៅបាទហើយចាំថ្ងៃក្រោយយើងបន្តទៀតបាទយើងមើលឃើញថាយើងមានវីដេអូក្រៅដែរបងប្អូនបាទអញ្ចឹងយើងកាត់តែ 4-5 នាទីដាក់ Facebook ក៏ល្អដែរបងប្អូនបាទនេះគឺទីស្នាក់ការអញ្ចឹងគួយចុះលេងសិនបងប្អូនបាទនេះបងទីស្នាក់ការខ្ញុំទេសភាពសុខសាន្តសុទ្ធសាធអូយអេមណាស់បងប្អូនបាទឥឡូវខ្ញុំស្លេះមួយសិនណាបងប្អូនបាទ